គ្រោះគ្នាទៀតតែសូមកុំព្យាយាមខាត់ខ្ញុំមិនឲ្យធ្វើអ្វីៗដើម្បីសង្គ្រោះមិត្តប្រុសខ្ញុំនិងមិត្តភក្តិដែលឱកាសរស់នោះនៅមានតិចតួចឲ្យសោះពួកយើងត្រូវម្ចាស់ទឹកម្ចាស់ដីភ្នំនេះហាមមិនឲ្យឡើងហើយពួកយើងទៅជួបប្រពន្ធអ្នកថែរក្សាភ្នំទៅគាត់យល់ពីបញ្ហានេះជាងយើងនាងចង់ធ្វើអីក៏ធ្វើទៅតែកុំអោសពួកយើងឲ្យពាក់ព័ន្ធអីគឺខ្ញុំពិតជាអាចមានសមត្ថភាពមើលឃើញពួកអរូបទាំងអស់នេះបានពិតមែនហើយនាងសរសេរអក្សរនេះនៅលើជញ្ជាំងម្ដងហើយម្ដងទៀតខ្ញុំមិនដឹងថាមានន័យថាម៉េចនោះទេអញ្ចឹងបងសន្យាថាយើងទៅផ្ទះថ្ងៃនេះចុះក្នុងនាមជាអ្នកដែលត្រូវឧបដិរៀបចំនោះលោកប្រកាសជាអាចបន្តវេនពីគាត់បានហើយពួកយើងគ្មានសិទ្ធិបោះឆ្នោតជ្រើសរើសអ្នកថែរក្សាថ្មីទេមុនថ្ងៃលិចសូមទៅជួបខ្ញុំនៅវាលកប់ថ្មចាស់ទៅ